និយាយលេងៗតែជីវិតមិនលេងសួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ប្រចាំសប្តាហ៍របស់យើងនាងខ្ញុំសុជាតាពិតជាមានសេចក្តីរីករាយណាស់ដែលបានជួបបងប្អូនម្ដងទៀតនៅក្នុងបរិយាកាសដ៏កក់ក្ដៅនេះថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលយើងតែងតែជួបប្រទះក្នុងជីវិតប្រចាំថ្ងៃគឺនិយាយលេងៗតែជីវិតមិនលេងហើយថ្ងៃនេះដែរនាងខ្ញុំក៏បានអញ្ជើញភ្ញៀវកិត្តិយសពិសេសមួយរូបគឺលោកពូសារឿនដែលគាត់មានបទពិសោធន៍ជីវិតច្រើនក្នុងការចែករំលែកជាមួយយើងបាទសួស្តីក្មួយស្រីសុជាតានិងសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាដែលកំពុងតាមដានស្ដាប់នៅពេលនេះខ្ញុំពិតជាមានមោទនភាពនិងរីករាយណាស់ដែលបានមកចូលរួមក្នុងកម្មវិធីនេះដើម្បីជជែកវែកញែកអំពីការពិតនៃជីវិតដែលជួនកាលយើងមើលរំលងចាលោកពូប្រធានបទនិយាយលេងៗតែជីវិតមិនលេងនេះនាងខ្ញុំចង់បដោតទៅលើទម្លាប់នៃការប្រើប្រាស់ពាក្យសម្ដីមនុស្សយើងច្រើនតែនិយាយថាអូយខ្ញុំនិយាយលេងទេឬធ្វើលេងទេនៅពេលដែលលទ្ធផលការងារមិនល្អឬពេលដែលយើងមិនបានយកចិត្តទុកដាក់នឹងគោលដៅជីវិតតើលោកពូយល់យ៉ាងណាដែរចំពោះឥរិយាបថបែបនេះតាមពិតទៅសុជាតាអើយការនិយាយលេងវាជារឿងល្អដើម្បីកាត់បន្ថយភាពតានតឹងប៉ុន្តែអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺនៅពេលដែលយើងយកពាក្យថានិយាយលេងមកធ្វើជាខែលការពារភាពកំសាបឬភាពខ្ជិលច្រអូសរបស់យើងជីវិតនេះវាមិនដែលលេងសើចជាមួយយើងទេរាល់វិនាទីដែលកន្លងផុតទៅវាគឺជាការពិតហើយលទ្ធផលដែលយើងទទួលបានក៏វាអាស្រ័យលើទង្វើពិតប្រាកដរបស់យើងដែរពិតមែនហើយលោកពូនាងខ្ញុំធ្លាប់ឃើញមិត្តភក្តិខ្លះគាត់ចូលចិត្តនិយាយថាចាំមើលតែខ្ញុំធ្វើមែនទេដឹងតែខ្លាំងហើយប៉ុន្តែគាត់បែរជាចំណាយពេលភាគច្រើនទៅលើការនិយាយលេងសើចនិងការដើរទង្សានឥតប្រយោជន៍ទៅវិញតែនេះមានន័យថាពួកគាត់កំពុងតែបោកប្រាស់ខ្លួនឯងមែនទេចាត្រឹមត្រូវណាស់ក្មួយវាគឺជាការលងចិត្តខ្លួនឯងក្នុងផ្លូវខុសនៅពេលដែលយើងនិយាយថាធ្វើលេងវាធ្វើឲ្យខួរក្បាលរបស់យើងឈប់ប្រឹងប្រែងយើងផ្ដោតសិទ្ធឲ្យខ្លួនឯងក្នុងការបរាជ័យដោយមិនមានអារម្មណ៍ខុសបើធ្វើមិនបានសម្រេចក៏យើងប្រាប់គេថាគ្រាន់តែធ្វើលេងតោះនេះហើយជាចំណុចចាប់ផ្ដើមនៃភាពបរាជ័យក្នុងជីវិតពិតជីវិតមិនដែលឲ្យតម្លៃដល់អ្នកដែលធ្វើអ្វីមួយពាក្យកណ្ដាលអត្រេតឬធ្វើដោយស្មារតីលេងសើចនោះទេអូពាក្យសម្ដីរបស់លោកពូធ្វើឲ្យនាងខ្ញុំនឹកឃើញដល់ពាក្យស្លោកមួយដែលថាសម្ដីជាអ្នកនាំផ្លូវប្រសិនបើយើងនិយាយលេងច្រើនពេកសូម្បីតែមហិច្ឆតារបស់យើងក៏ក្លាយជារឿងលេងសើចដែរចុះលោកពូមានបទពិសោធន៍ផ្ទាល់ខ្លួនណាមួយដែលចង់ចែករំលែកទេចាដូចជាពេលដែលលោកពូធ្លាប់មើលស្រាវរឿងអ្វីមួយរួចហើយត្រូវជីវិតបង្រៀនមេរៀនមកវិញបាទមានតែក្មួយកាលពូនៅក្មេងពូធ្លាប់គិតថាការរៀនសូត្រជារឿងលេងសើចពូតែងតែប្រាប់មិត្តភក្តិថាពូមិនបាច់រៀនក៏អាចជោគជ័យបានដែរពូនិយាយលេងរហូតដល់ពូធ្លាក់ការងារដែលសំខាន់បំផុតក្នុងជីវិតនៅពេលនោះហើយដែលពូដឹងថាវេលាមាមិនដែលលេងសើចជួយពូទេទឹកភ្នែកដែលហូរចេញមកនៅពេលនោះវាមិនមែនជាការសម្ដែងទេវាគឺជាការពិតដ៏ឈឺចាប់ស្ដាប់ទៅពិតជាខ្លោចចិត្តណាលោកពូបទពិសោធន៍នេះពិតជាមេរៀនដ៏មានតម្លៃមែនទែនចុះសម្រាប់យុវជនសម័យឥឡូវដែលពួកគាត់រស់នៅក្នុងពិភពសង្គម Digital ដែលអ្វីហាក់ដូចជាមើលទៅងាយស្រួលនិងដូចជាការកម្សាន្តតើលោកពូមានតំបន់អ្វីខ្លះដើម្បីឲ្យពួកគាត់ចេះបែងចែករវាងការកម្សាន្តនិងការយកចិត្តទុកដាក់លើជីវិតពូសម្រាប់តែក្មួយចំនួនក្រោយខារីករាយចុះសើចសប្បាយចុះព្រោះយុវវ័យត្រូវតែមានភាពស្រស់ស្រាយប៉ុន្តែកុំភ្លេចថាវិន័យគឺជាអ្វីដែលមិនអាចលេងសើចបានបើក្មួយចង់បានអនាគតដ៏ភ្លឺស្វាងក្មួយត្រូវតែមានភាពម៉ឺងម៉ាត់នឹងខ្លួនឯងនៅពេលដែលដល់ម៉ោងធ្វើការត្រូវធ្វើឲ្យអស់ពីចិត្តនៅពេលដែលដល់ម៉ោងរៀនត្រូវរៀនឲ្យពិតប្រាកដកុំយកជីវិតទៅលេងល្បែងភ្នោតជាមួយវេលាព្រោះវេលាមិនដែលចាំយើងទេពិតជាអស្ចារ្យណាស់ចាកុំយកជីវិតទៅលេងល្បែងភ្នោតជាមួយវេលាឃ្លានេះពិតជាមានអត្ថន័យជ្រៅណាស់នាងខ្ញុំគិតថាអ្នកស្ដាប់យើងជាច្រើនប្រកាសជាកំពុងតែគិតពិចារណាឡើងវិញអំពីការប្រើប្រាស់វេលារបស់ពួកគាត់ហើយលោកពូចង់បើមានអ្នកខ្លះគាត់ចង់កែប្រែប៉ុន្តែគាត់មានអារម្មណ៍ថាវាយឺតពេលហើយតើលោកពូយល់យ៉ាងណាដែរជីវិតមិនដែលយឺតពេលសម្រាប់ចាប់ផ្ដើមជាថ្មីនោះទេដរាបណាយើងនៅមានដង្ហើមចិញ្ចូលយើងនៅតែមានឱកាសអ្វីដែលសំខាន់គឺត្រូវជប់និយាយលេងអំពីគោលដៅខ្លួនឯងចូលចាប់ផ្ដើមសរសេរវាទុកហើយអនុវត្តវាដោយការទទួលខុសត្រូវនៅពេលដែលយើងផ្ដល់តម្លៃឲ្យជីវិតនឹងផ្ដល់តម្លៃឲ្យយើងវិញជាមិនខានចាលោកពូស្ដាប់មកដល់ត្រឹមនេះនាងខ្ញុំមានអារម្មណ៍ថាទទួលបានថាមពលវិជ្ជមានច្រើនមែនតើការនិយាយលេងអាចផ្ដល់ស្នាមញញឹមប៉ុន្តែការធ្វើមែនតើទើបផ្ដល់នូវមោទនភាពនិងភាពជោគជ័យសូមអរគុណលោកពូសារឿនខ្លាំងណាស់សម្រាប់ការចំណាយពេលដ៏មានតម្លៃមកចែករំលែកនៅក្នុងថ្ងៃនេះបាទមិនអីទេក្មួយពូសង្ឃឹមថាអ្វីដែលយើងបានជជែកគ្នានៅថ្ងៃនេះនឹងក្លាយជាពន្លឺតូចមួយសម្រាប់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសូមជូនពរឲ្យគ្រប់គ្នាមានភាពជោគជ័យនិងមានភាពម៉ឺងម៉ាត់ក្នុងជីវិតចាលោកពូជាចុងក្រោយនាងខ្ញុំសូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ថាជីវិតគឺជាការដំណើរដ៏អស្ចារ្យមួយដែលត្រូវការយកចិត្តទុកដាក់និងការតាំងចិត្តខ្ពស់កុំភ្លេចជួបជាមួយនាងខ្ញុំនិងភ្ញៀវកិត្តិយសថ្មីៗទៀតនៅសប្តាហ៍ក្រោយសម្រាប់ថ្ងៃនេះនាងខ្ញុំនិងលោកពូសារឿនសូមជម្រាបលា